ក្រុមជនល្មើបរបាញ់សត្វព្រៃខ្ទុះអាវុធលើមន្ត្រីឧទ្យានុរក្សនៅភូមិសាស្ត្រខេត្តមណ្ឌលគិរីក្រសួងបរិស្ថានប្រកាសថ្កោលទោសនិងស្នើឲ្យមានកិច្ចសហការតាមចាប់ក្រុមជនល្មើក្រសួងបរិស្ថានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការនិងអំពាវនាវដល់សមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋចូលរួមសហការតាមចាប់ក្រុមជនល្មើបរបាញ់សត្វព្រៃដែលបានខ្ទុះអាវុធជាច្រើនគ្រាប់ទៅលើមន្ត្រីឧទ្យានុរក្សការប្រកាសថ្កោលទោសនិងអំពាវនាវឲ្យមានចំណាត់ការទៅលើក្រុមជនល្មើបរបាញ់សត្វព្រៃនេះបានកាត់ឡើងមានក្រោយមានវីដេអូបង្ហាញនៅហេតុការណ៍ខ្ទុះអាវុធជាច្រើនគ្រាប់រវាងក្រុមជនល្មើបរបាញ់សត្វព្រៃនិងមន្ត្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃស្រែពរក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះក្នុងវីដេអូនោះបានបង្ហាញអំពីហេតុការណ៍បាញ់តបតគ្នារវាងក្រុមជនល្មើបរបាញ់សត្វព្រៃនិងមន្ត្រីឧទ្យានុរក្សជាច្រើនគ្រាប់ក្រសួងបរិស្ថានចាត់ទុកទង្វើរបស់ក្រុមជនល្មើបរបាញ់សត្វព្រៃនេះជាទង្វើដ៏ឃោរឃៅគំរាមកំហែងដល់អាយុជីវិតរបស់មន្ត្រីអនុវត្តច្បាប់ដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុការពារនិងអភិរក្សធនធានធម្មជាតិក្រសួងបរិស្ថានបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមជនល្មើដែលបានបាញ់តបតមកលើមន្ត្រីអនុវត្តច្បាប់ដែលកំពុងបំពេញតួនាទីភារកិច្ចក្នុងនាមជាមន្ត្រីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិក្រសួងបរិស្ថានបានបញ្ជាក់ថាក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធត្រួតលំដាប់ថ្នាក់ស្វែងរកក្រុមជនល្មើសនិងអ្នកពាក់ព័ន្ធនៃអំពើល្មើសច្បាប់នេះក្រសួងបរិស្ថានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចត្រួតលំដាប់ថ្នាក់និងប្រជាពលរដ្ឋសហការជាមួយក្រសួងបរិស្ថានដើម្បីតាមចាប់ក្រុមជនល្មើសយកមកផ្ដន់ទាទោសតាមនីតិវិធីច្បាប់ជាធរមានតាមក្រសួងបរិស្ថានបានឲ្យដឹងថាកាលពីឆ្នាំ2018ក៏មានហេតុការណ៍ខ្ទុះអាវុធរបស់ក្រុមជនល្មើសបរបាញ់សត្វព្រៃហើយបណ្ដាលឲ្យមន្ត្រីឧទ្យានុរក្សចំនួន3រូបបានស្លាប់បាត់បង់ជីវិតបទតាមក្រសួងបរិស្ថាននៅដែនជម្រកសត្វព្រៃស្អាតព្រកក្នុងខេត្តមណ្ឌលគិរីនេះមន្ត្រីឧទ្យានុរក្សតែងតែប្រទះឃើញក្រុមជនល្មើសបរបាញ់សត្វព្រៃជាញឹកញយប្រដាប់ដោយកាំភ្លើងក្នុងនោះកាលពីថ្ងៃទី20ខែកុម្ភៈឆ្នាំ2025ក្រុមសិក្សាស្រាវជ្រាវជីវៈចម្រុះមានមន្ត្រីឧទ្យានុរក្សនៅភ្នាក់ងារស្រាវជ្រាវបានប្រទះឃើញក្រុមជនសង្ស័យចំនួន4នាក់ប្រដាប់ដោយកាំភ្លើងអាការចំនួន3ដើមម៉ូតូចំនួន3គ្រឿងនិងសត្វព្រៃចំនួន2-3កន្លះក្នុងភូមិសាស្ត្រខាងលើផងដែរនៅថ្ងៃទី11ខែមីនាឆ្នាំ2025បានឃើញគ្រោងឆ្អឹងសត្វទន្សាយចំនួន1ក្បាលនៅទីតាំងត្រពាំងកណ្ដាលព្រៃព្រែកត្រូវបានគេបាញ់សម្លាប់ហើយពន្លះយកសាច់អស់នៅបានប្រទះឃើញគ្រាប់កាំភ្លើងអាការចំនួន1គ្រាប់ផងដែរសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SNTV Breaking News ចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ